ជួយសេឲ្យចោលឃើញក៏អីរៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមិនបានធ្វើវីដេអូបង្ហាញអំពីប្រភេទសត្វស្លាបនោះទេខ្ញុំមកធ្វើការឆ្លើយតបខមមិនប្រុសម្នាក់ដែលលោកគាត់បានលើកឡើងនៅក្នុងវីដេអូនេះតាមពិតទៅការលើកឡើងជាមតិរបស់លោកគឺគាត់លើកឡើងក្នុងគោលបំណងមានការព្រួយបារម្ភខ្លាចថាមានជលខិលខូចមួយចំនួនហ្នឹងគឺគាត់លួចបរបាញ់សត្វស្លាបនៅទីនេះហើយសូមជម្រាបជូនពុកម៉ែបងប្អូនដែរថាតំបន់ការពារទេសភាពបឹងព្រៃលពើនេះគឺជាតំបន់អភិរក្សហើយមានមន្ត្រីជានរៈនៃមន្ទីរបរិស្ថានខេត្តតាកែវហ្នឹងគឺគាត់ប្រចាំការផ្ទាល់នៅទីនោះតែម្ដងដើម្បីការពារសត្វស្លាបទាំងនោះយ៉ាងណាមិញអ្នកស្រឡាញ់ធនធានធម្មជាតិគឺមានច្រើនចំណែកជនខិលខូចគឺមានតិចតួចតែប៉ុណ្ណោះផ្ដើមចេញពីយើងទាំងអស់គ្នាមិនទិញនិងបរិភោគសាច់សត្វស្លាបអ្នកដែលបរបាញ់នោះគាត់នឹងឈប់ដោយឯងហើយនឹងមិនបាញ់យកមកលក់ទៀតទេហើយការធ្វើវីដេអូសត្វស្លាបរបស់ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាshareចែករំលែកគឺក្នុងគោលបំណងបំផុសគំនិតបំផុសស្មារតីឲ្យយើងទាំងអស់គ្នាចេះស្រឡាញ់ធនធានធម្មជាតិសត្វស្លាបដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជារបស់យើងឲ្យនៅពេលដែលបាត់បង់វត្តមានរបស់ពួកវាទើបយើងស្ដាយក្រោយទាំងដែលប្រទេសជិតខាងរបស់យើងគេបានចំណាយលុយជាច្រើនដើម្បីបង្កើតតំបន់ដីសើមសពនិមិត្តឲ្យសត្វស្លាបទៅរស់នៅទីនោះថែមទៀតផងហើយការធ្វើវីដេអូសត្វស្លាបរបស់ខ្ញុំគឺដើម្បីសហគមន៍យើងនៅថ្ងៃខាងមុខទៅតំបន់ការពារទេសភាពបឹងព្រៃលពៅអាចក្លាយទៅជាទីតាំងទស្សនាសត្វស្លាបនៅពេលដែលមានទេសចរសហគមន៍មូលដ្ឋានរបស់យើងគាត់អាចបម្រើសេវាកម្មទូកសម្រាប់ដឹកភ្ញៀវទេសចរសេវាកម្មម្ហូបអាហារនិងសេវាកម្មស្នាក់នៅវានឹងបានជួយលើកស្ទួយជីវភាពសហគមន៍មូលដ្ឋានរបស់យើងបានមួយកម្រិតថែមទៀតផងពេលនេះអ្វីដែលបងប្អូនប្រជាពលរដ្ឋនៅជុំវិញតំបន់ការពារទេសភាពបឹងព្រៃលពៅគឺយើងចូលរួមថែរក្សាការពារអភិរក្សធនធានធម្មជាតិនេះទាំងអស់គ្នាដើម្បីតំបន់នេះក្លាយទៅជាតំបន់ទេសចរទស្សនាសត្វស្លាបមួយរបស់ខេត្តតាកែវសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះ